ឡានខ្ញុំក្រែងឆ្អស់ហើយដឹងថាឡាននឹងតម្លៃប៉ុន្មានទេពូចូលមកដើររើសំណល់ទីនេះធ្វើអីជន់ជាខ្ញុំហើយបើកឡានលឿនម្លេះអញម៉េចមកអង្គុយចំកណ្ដាលថ្នល់ស្អែកណាគេមើលឃើញខូចឡានខ្ញុំហើយនៅមានមុខមកនិយាយទៀតគឺខ្ញុំខុសហើយពូធ្វើស្អីនៅទីនេះមិនថាទៅរកស៊ីគម្រោងធំនៅទេហ៎កុំនិយាយអីដៃគូរត់ចោលបាត់ហើយជំពាក់បំណុលវ៉ាន់ដុកផ្ទះនឹងឡានត្រូវគេរឹបអូសអស់ឥឡូវសំបីតែបាយហូបឆ្អែតក៏គ្មានដែរជំពាក់បំណុលរាប់សបតើពាក់ព័ន្ធអីនឹងខ្ញុំជួនជាកូននឹងរៀបការជាមួយយូម៉ឹងឆាប់នេះហើយទៅថ្ងៃអនាគតរៀបការស្អីឥឡូវពូជាមនុស្សគ្មានតម្លៃអីសោះអ្នកណាពាក់ព័ន្ធអ្នកនឹងយូរយឺនខ្ញុំមិនល្ងងធ្វើជាជនរងគ្រោះទេជួនជាពេលក្រុមហ៊ុនកូនចិត្តដួលរលំពូធ្លាប់ជួយលុយ5លានណាកុំរំលឹកពីរឿងចាស់អីពីដើមពូមានលុយបានជាខ្ញុំហៅពូឥឡូវពូគ្រាន់តែជាអ្នកក្រុមម្នាក់ប៉ុណ្ណោះរឿងរៀបការនេះគឺលុបចោលហើយពូថាស្ដាប់មិនបានទៅថាឈប់រៀបការហើយថ្ងៃក្រោយបើមនុស្សនេះមកទៀតឲ្យសន្តិសុខខត់ទុកទៅគឺអ្នកធ្លាក់ចេញទាំងស្រុងហើយលោកពូអង្គុយទីនេះយូរម្លេះចង់កំងអីអត់បើមិនកំងទេកុំយកកន្លែងខ្ញុំរកស៊ីទេមិនមែនជាកន្លែងសប្បុរសធម៌ទេខ្ញុំចាំបន្តិចទៀតចាំកំងតើក្នុងហោប៉ៅលោកមានលុយអត់ចាំអីទៀតបើដល់ពេលដកលុយអត់ចេញទេទៅកុំបង្អាក់ការរកស៊ីខ្ញុំស្រែកស្អីគេហោះលុយបាយរបស់លោកពូនេះខ្ញុំជាអ្នកចេញថៅកែឆាំហូបក្តៅពីមុខទៀតមកអូបងប្រុសចង់ឲ្យឆាំហូបអីដែរសាច់ជ្រូកឬជំនីជ្រូកជូរអែមកុំងតាមចិត្តចោះអញ្ជើញចូលអង្គុយខាងក្នុងមកពេលរុញមនុស្សមិញនេះទឹកមុខមិនមែនបែបហ្នឹងទេក្មួយប្រុសយើងទាំងពីរមិនស្គាល់គ្នាទេមែនទេហេតុអ្វីបានជាក្មួយចំណាយលុយជួយខ្ញុំមិនស្គាល់គ្នាទេលោកពូប៉ុន្តែមនុស្សយើងតែងតែមានពេលលំបាកតើមាននរណាដែលគ្មានឧបសគ្គក្នុងជីវិតនោះចុះបើខ្ញុំគ្មានបាយហូបសោះហើយទៅក៏គ្មានកន្លែងស្នាក់នៅដែរលោកពូអីចឹងហូបបាយជាមួយខ្ញុំទៅខ្ញុំជាមនុស្សគ្មានសមត្ថភាពអីទេឲ្យតែខ្ញុំមានបាយហូបគឺមិនឲ្យមនុស្សនៅក្បែរឃ្លានឡើយអំហូបរួចខ្ញុំនាំលោកពូត្រឡប់ទៅវិញកន្លែងខ្ញុំទោះបីជាតូចបន្តិចប៉ុន្តែគ្រប់គ្រាន់សម្រាប់គេង2នាក់ជួនជាឥឡូវលោកប៉ាខ្ញុំសំបីតែកន្លែងស្នាក់នៅក៏គ្មានដែរកំពុងដើរលបលងតាមដងផ្លូវពួកយើងត្រូវតែជួយគាត់ណាជួយយកស្អីទៅជួយដឹងថាគាត់ជំពាក់លុយគេប៉ុន្មានទេរាប់សិបលានវាជារណ្ដៅគ្មានបាតលោកមិនក៏មិនលេចដែរសត610003 19 760 0003 20 860កុំរឹសរឿងចាស់ពេកអីបើមិនព្រោះតែអ្នកមានលុយពីមុនមកទេតើមាននរណាទ្រាំគោរពអ្នកដូចលោកយាយបែបនេះរាល់ថ្ងៃឥឡូវគ្រួសារអ្នកសៃធនហើយទំនាក់ទំនងយើងទាំងពីរចាប់ត្រឹមនឹងចោះមិនក៏ឯងចិត្តអាក្រក់ម្លេះពេលក្រុមហ៊ុនឯងចិត្តដួលរំពីមុនប៉ាខ្ញុំមិនស្ទាក់ស្ទើរដកលុយ5លានមកជួយសង្គ្រោះឯងទេឥឡូវបែរជាមុខក្រាស់មិនស្គាល់គុណសោះយូរមេងឯងមកធ្វើអ្វីទីនេះប៉ាមិនត្រូវលាក់ខ្លួនកន្លែងខ្ញុំទៀតទេពូឈុនជីបានលុបចោលអាពាហ៍ពិពាហ៍ហើយគាត់ប្រាប់ថាចូលចិត្តខ្ញុំព្រោះតែខ្ញុំមានលុយឥឡូវខ្ញុំគ្មានសល់អ្វីទាំងអស់គាត់ក៏បោះបង់ខ្ញុំចោលពូចៅកូនស្រីពូគឺជាមនុស្សស្រីល្អម្នាក់ខ្ញុំធ្លាប់គិតថាខ្លួនឯងមិនស័ក្តិសមនឹងនាងទេឥឡូវកាន់តែមិនហ៊ានគិតអ្វីឆ្ងាយទៀតដែរឲ្យតែនាងរស់នៅបានសុខខ្ញុំក៏រីករាយដែរលុយ20000នេះជាប្រាក់ដែលខ្ញុំសន្សំជាងពាក់កណ្ដាលឆ្នាំពូយកទៅប្រើប្រាស់បន្ទាន់សិនទៅតាយងអើយនេះសុទ្ធតែជាឈាមញើសរបស់កូនហោះមិនខ្លាចពូសងមិនរួចទេសស្ងើមិនសងសំខាន់អីឲ្យតែសុខសប្បាយគឺប្រសើរជាងអ្វីទាំងអស់ពូប្រញាប់យកទៅចុះប្រធានក្រុមប្រឹក្សាផែនការនៅបន្តទៀតទេបន្តទៀតប្រធានក្រុមប្រឹក្សាអ៊ូឈុនជានៅតែដើរនិយាយដើមថាអ្នកសៃធននឹងថាគ្រប់ដឹងឌីហ្វេងនឹងត្រូវបដូរម្ចាស់ថ្មីទុកឲ្យគេនិយាយចុះយប់នេះខ្ញុំនឹងឲ្យគេលេបពាក្យសម្ដីទាំងនោះចូលវិញម្ដងមួយម៉ាត់ចំពោះមុខមនុស្សគ្រប់គ្នាសត910004 37 200 0004 41 380ពូជួនាំអ្នកដឹកជញ្ជូនម្ហូបមកក្រុមហ៊ុនឌៀនហ្វេងដែនវិញធ្វើអីហោះបណ្ដេញមនុស្ស2នាក់នេះចេញទៅថ្ងៃនេះជាថ្ងៃប្រធានក្រុមប្រឹក្សាភិបាលថ្មីចូលកាន់តំណែងកុំទុកឲ្យមនុស្សបែបនេះឈរនៅមាត់ទ្វារមើលទៅអាក្រក់ភ្នែកមិនបាច់ដេញទេពួកយើងនឹងចូលទៅខ្លួនឯងចូលទៅហាឯងជាដាឡប់តោកយ៉ាកម្នាក់ជូនពោលោកប្រធានបាទលោកប្រធានទី
ទីនេះគឺជាការិយាល័យរបស់អ្នកមែនទេក្រុមហ៊ុន Dian Feng គឺជាក្រុមហ៊ុនរបស់អ្នកមែនទេភាពរុងរឿងគឺមិនខ្វះមិត្តភ័ក្តិនៅក្បែរនោះទេប៉ុន្តែពេលធ្លាក់ខ្លួនក្រអ្នកដែលនៅក្បែររ៉ែនោះទើបហៅថាជាមិត្តពិតប្រាកដខ្ញុំ Zhao Guopeng លើកមើលឃើញច្បាស់ហើយខ្ញុំខុសហើយពេលនោះខ្ញុំគ្រាន់តែវង្វេងស្មារតីមួយពេលប៉ុណ្ណោះសូមអត់ទោសឲ្យខ្ញុំចុះ Zhao Zhenji ព្រោះយើង terminate ត្រឹមនឹងចុះពួកយើងចប់ហើយថ្ងៃនេះខ្ញុំសូមប្រកាសសេចក្តីសម្រេចចិត្តមួយចាប់ពីថ្ងៃនេះទៅក្រុម Di Feng Ding Weng និងដកទុនទាំងអស់ពីកិច្ចសហការអាជីវកម្មជាមួយត្រកូលអ៊ូពូជេង Sheng ពូធ្វើបែបនេះអត់កើតទេខ្ញុំខុសហើយខ្ញុំពិតជាខុសហើយយឺតពេលហើយនេះជាអ្វីដែលឯងបានបង្កឡើងដោយខ្លួនឯងទេអ្នកទាំងអស់គ្នាខ្ញុំសូមណែនាំមនុស្សម្នាក់ឲ្យស្គាល់ក្មេងប្រុសម្នាក់នេះឈ្មោះចៅតាយ៉ងយ៉ាវដេវងពេលដែលខ្ញុំវង្វេងវង្វាន់គឺគេនេះហើយដែលបានជួយខ្ញុំរៀបក្រែឲ្យខ្ញុំនិងដាំមីឲ្យខ្ញុំស៊ីថែមទាំងបានយកលុយពីយន្តដែលគេសន្សំបានពីការរត់ទៅផ្ញើម្ហូបឲ្យតាស់ចាស់ដែលមិនស្គាល់មុខម្នាក់នេះខ្ចីទាំងអស់ទៀតផងថ្ងៃនេះខ្ញុំចង់សងគុណគេវិញតាយ៉ងផ្ទះនិងឡាននេះជារបស់ប្រុសហើយចាប់ពីថ្ងៃស្អែកទៅប្រុសនឹងកាន់តំណែងជាអគ្គនាយករងជាផ្លូវការប្រាក់ខែប្រចាំឆ្នាំចាប់ពី5លានឡើងទៅអត់ទេមិនបានទេខ្ញុំមិនយកទេខ្ញុំគ្រាន់តែជាអ្នករត់ផ្ញើម្ហូបម្នាក់តើធ្វើម៉េចធ្វើជាអ្នកគ្រប់គ្រងកើតរបស់នេះធំពេកខ្ញុំទទួលយកមិនកើតទេមនុស្សចិត្តល្អបើធ្វើមិនចេះគឺអាចរៀនសូត្របានតើសិលធម៌សំខាន់ជាងសមត្ថភាពរាប់ម៉ឺនដងទទួលយកចុះនេះជាទឹកចិត្តរបស់ពូចៅអរគុណពូណាស់ប្រសិនបើគ្មានពូទេម្លេះឥឡូវនេះខ្ញុំនៅតែរត់ផ្ញើម្ហូបដដែលខ្ញុំមិនដែលនឹកស្មានថាអាចមានឱកាសពាក់ឈុតនេះឡើយមិនក៏ទាញយកខោអាវចាស់នេះមកវិញហោះថ្ងៃនេះមិនបាច់ទៅទេខ្ញុំចង់ត្រឡប់ទៅកន្លែងចាស់បន្តិចទៅមើលកន្លែងផ្ញើឆាតដែលខ្ញុំធ្លាប់ធ្វើការពីមុននិងទៅសួរសុខទុក្ខបងប្អូនចាស់បន្តិចពាក់ឈុតនេះបានបងប្អូនស្គាល់ថាខ្ញុំជាតាយ៉ងអ្នកផ្ញើឆាតចាស់ពីមុនមិនមែនលោកនាយកឆៅអីទេអូអាសម្លាញ់ឆៅអុយអាល្អិតឆៅឮថាឯងឡើងធំជាអ្នកគ្រប់គ្រងហើយពួកយើងមិនជឿសោះអ្នកគ្រប់គ្រងអីនៅតែជាខ្ញុំពូលីក្នុងនៅឈឺទេមីងវាងកូនប្រុសមីងប្រឡងជាប់ហើយមែនទេ